មុខងារសំខាន់8ដែលអ្នកលេង Messenger ត្រូវតែដឹងនៅក្នុងវីដេអូនេះខ្ញុំនឹងប្រាប់ពីមុខងារសំខាន់ចំនួន8ដែលបងប្អូនអ្នកប្រើប្រាស់ Messenger គួរតែដឹងព្រោះដោយសារតែយើងប្រើប្រាស់ Messenger ជាទូទៅជាប្រចាំថ្ងៃអញ្ចឹងយើងត្រូវតែដឹងពីមុខងារសំខាន់ដើម្បីជួយសម្រួលទៅដល់ការប្រើប្រាស់ Messenger របស់យើងឲ្យកាន់តែមានប្រសិទ្ធភាពមុខងារទី1គឺតកតងជាមួយនឹងមុខងារសុវត្ថិភាពគឺមានន័យថាយើងអាសាមើលថាតើ Messenger របស់យើងមានអ្នកលួចលេងដែរឬទេកន្លែងនេះសំខាន់មែនតើបើសិនជា Messenger យើងមានអ្នកលួចលេងយើងត្រូវ log out ពួកគេចេញជាបន្ទាន់ព្រោះវាអាចនឹងមានបញ្ហាដល់យើងឆាតទៅអ្នកផ្សេងញ៉ៃឬក៏លួចមើលឆាតរបស់យើងចឹងទៅអញ្ចឹងដើម្បីឆែកមើលថាមានគេ log in លួចលេងអត់បងប្អូនចុចកន្លែង menu នេះហើយបងប្អូនចូលកន្លែងនេះ privacy and safety ហើយបងប្អូនចុចលើ end to end encryption នេះមកហើយបងប្អូនមើលកន្លែងនេះ security alert បាទចុចលើវាមកហើយបងប្អូនមើលកន្លែងនេះ view login បាទអញ្ចឹងបងប្អូនឆែកមើលថាតើមានអ្នក login អត់បើសិនជាបងប្អូនឃើញថាមានទូរស័ព្ទឬក៏កុំព្យូទ័រណាមិនមែនជារបស់យើងបងប្អូនអាច log out បានឧទាហរណ៍ថាឃើញថាខាងក្រោមនេះមិនមែនរបស់យើងអញ្ចឹងយើងចុចលើវាហើយយើងធ្វើការ log out មកបាទ remove ចោលមកបាទអញ្ចឹងយើងថយមកវិញមកជាការស្រេចហើយមុខងារទី2គឺមុខងារផ្ញើសារឲ្យបានច្បាស់អញ្ចឹងតើតើមួយមុខងារផ្ញើសារបានច្បាស់គឺបងប្អូនធ្វើការ select រូបភាពឬក៏វីដេអូដែលបងប្អូនចង់ផ្ញើទៅហើយបងប្អូន select កន្លែង HD ទៅហើយនៅកន្លែងហ្នឹងមួយទៀតបើសិនជាបងប្អូនចង់ឲ្យគេមើលបានតែម្ដងបាទគឺបងប្អូនយក view 1ទៅបាទកន្លែងនេះក៏ជាមុខងារល្អដែរព្រោះយើងចង់ផ្ញើរូបភាពឬក៏វីដេអូហ្នឹងឲ្យគេមើលបានតែម្ដងគត់យើងអត់ចង់ឲ្យគេមើលបានច្រើនដងឬក៏ឲ្យគេ forward ឬក៏ save ទេអញ្ចឹងគឺយើងអាចប្រើមុខងារនេះបានហើយផ្ញើសារឲ្យបានច្បាស់បងប្អូនចូលទៅចុចផ្ញើសារទៅហើយ select រូបភាពណាមួយដែលចង់ផ្ញើទៅតែខ្ញុំចង់ផ្ញើរូបមួយនេះបន្ទាប់មកយើងចុចកន្លែងនេះឲ្យបានច្បាស់មកហើយបើសិនជាចង់ឲ្យគេមើលឃើញតែម្ដងយើងចុចកន្លែង edit នេះហើយយើងយកកន្លែងនេះបើកន្លែង view 1នេះបាទ view 1ប៉ុណ្្នឹងទៅគេអាចមើលឃើញតែម្ដងតែនេះច្បាស់ហើយគេអាចមើលបានតែម្ដងចាំបើសិនជាបងប្អូនចង់បិទកុំឲ្យមើលឃើញតែម្ដងចុចបិទទៅវិញទៅតែកន្លែងនេះគឺ view 1ហើយយើង send ទៅអញ្ចឹងគេមើលតែម្ដងហើយគឺគេមើលលេខបានទៀតហើយអាច forward ក៏ដូចជា save ឬក៏ screenshot ឲ្យបានទៀតទេហើយមុខងារទី3តកតងជាមួយនឹងមុខងារបិទកុំឲ្យគេឃើញឈ្មោះអ្នកផ្ញើមកផ្ញើសារមកយើងឬក៏ឆាតមកយើងនិយាយពីអីកន្លែងនេះនៅពេលដែលបងប្អូននៅជុំជាមួយនឹងមិត្តភ័ក្តិឬក៏គ្រួសារឬក៏ទីប្រជុំជនអីគឺពេលខ្លះគឺមានអ្នកផ្ញើសារមកយើងអញ្ចឹងវាលោតឈ្មោះគេណាគេអ្នកផ្ញើសារហើយនិយាយពីអីគឺឃើញនៅនឹងតែម្ដងអញ្ចឹងយើងត្រូវបិទមុខងារមួយហ្នឹងកុំឲ្យអ្នកផ្សេងគេអាចដឹងថាតើណាគេកំពុងតែធ្វើការឆាតមកយើងហើយឆាតមកយើងនិយាយពីអីបាទការបិទយើងចូលទៅកាន់ setting ហើយបងប្អូនអូសចុះមកក្រោមចុចលើ app បាទហើយយើងចូលទៅកាន់ Messenger បាទអូ Messenger មកនេះចូលទៅកាន់ Messenger ហើយបងប្អូនចុចកន្លែងនេះ notification បន្ទាប់មកគឺបងប្អូនមើលកន្លែងនេះ show preview បាទអញ្ចឹងកន្លែងនេះបងប្អូនយក never មកហើយថយមកវិញជាការស្រេចហើយមុខងារទី4គឺបងប្អូនត្រូវចេះតាក់ទងជាមួយនឹងការ block chat ដូចគ្នាដែរកន្លែងនេះគឺតាក់ទងជាមួយនឹងការ block ឬក៏ unblock អ្នកណាម្នាក់នៅក្នុង Messenger ព្រោះដោយសារតែអ្នកខ្លះគឺឆាតមកយើងរញ៉េរញ៉ៃមែនតើបងប្អូនអាសាឆាតមកខលមកគឺវាធ្វើឲ្យមានការធុញទ្រាន់ជាមួយនឹងបុគ្គលនឹងជាខ្លាំងអញ្ចឹងយើងអាចធ្វើការ block គេចេញបានបាទហើយសម្រាប់អ្នកមានសង្សារអីគឺចង់ block សង្សារមកអីបងប្អូនអាច block បានដូចគ្នាដែរអញ្ចឹងការ block គឺបើសិនជាបងប្អូនអត់ទាន់ចេះទេខ្ញុំដាក់វីដេអូឲ្យមើលថែមតាក់ទងជាមួយនឹងការ block ហ្នឹងបងប្អូនចូល chat ហ្នឹងមកហើយចុចលើ profile ហ្នឹងមកបាទបន្ទាប់មកបងប្អូនមើលតាក់ទងជាមួយនឹងការ block នេះចុចលើ block នេះមកបន្ទាប់មកគឺយើងចុច block តែម្ដងទៅបាទយើងធ្វើតាម step វាទៅចុច block ទៅវានឹងធ្វើការ block chat ជាមួយនឹងaccount ហ្នឹងហើយគេអត់អាចធ្វើការឆាតមកយើងបានទៀតទេ
ហើយមុខងារទី5តកតងជាមួយនឹងមុខងារមើលឆាតកុំឲ្យគេដឹងខ្ញុំជឿថាមុខងារមួយនេះក៏ល្អសម្រាប់យើងដែរដែលយើងគួរតែចេះដែរព្រោះពេលខ្លះយើងចង់មើលឆាតគេថាគេឆាតមកយើងនិយាយពីអីប៉ុន្តែយើងអត់ចង់ឲ្យគេដឹងថាយើងបានមើលឆាតគេទេបាទមុខងារមួយនេះក៏សំខាន់ដែរឆាតកុំឲ្យគេដឹងបងប្អូនចុចកន្លែង menu នេះទៅហើយបងប្អូនចុចកន្លែង setting ហើយបងប្អូនចុចកន្លែង privacy and safety ហើយបន្តមកទៀតគឺបងប្អូនរកពាក្យថា read and receive ហើយបងប្អូនបិទកន្លែងនេះមកជាការស្រេចហើយមុខងារទី6តកតងជាមួយនឹងមុខងារបិទ location កន្លែងនេះមានថាយើងបិទកុំឲ្យគេអាចធ្វើការតាមដានយើងថាតើយើងលេង Messenger នឹងនៅណាព្រោះពេលខ្លះយើងអត់ចង់ឲ្យគេតាមដានតកតងជាមួយនឹង location តាមរយៈ Messenger ទេអញ្ចឹងយើងអាចធ្វើការបិទមុខងារ location នឹងបានបាទចឹងបងប្អូនចូល Messenger ហើយបងប្អូនចុចកន្លែង menu ហើយចុចកន្លែង setting នេះមកហើយបងប្អូនចុចលើ privacy and safety អូសចុះមកក្រោមអស់ឃើញកន្លែងក្រោមគេមានពាក្យថា protect IP address in call ហ្នឹងបងប្អូនចុចលើវាទៅហើយបើសិនជាកន្លែងនេះគឺអត់ទាន់បានបើកទេគឺបងប្អូនបើកវាមកបាទអញ្ចឹងកន្លែងនេះគឺយើងធ្វើការបើកកន្លែងនេះមកជាការស្រេចហើយមុខងារទី7គឺតកតងជាមួយនឹងមុខងារ save website browsing គឺជាមុខងារមួយដែលជួយការពារបើយើងតាក់ទងជាមួយនឹងការផ្ញើ link ជាដើមឲ្យចូលទៅកាន់ website ផ្សេងគឺយើងត្រូវបើកងារមុខងារមួយហ្នឹងដើម្បីជួយយើងការពារពីការ hacker ឬក៏លួចយកព័ត៌មានរបស់យើងបាទអញ្ចឹងដើម្បីបើកមុខងារមួយហ្នឹងគឺបងប្អូនចុចទៅកាន់ menu ហើយបងប្អូនចូលទៅកាន់ privacy and safety ហ្នឹងហើយបងប្អូនមើលកន្លែងនេះ save website browsing បើសិនជាកន្លែងនេះបងប្អូនអត់ទាន់បានបើកទេត្រូវចុចបើកបែបនេះមកជាការសាច់ឲ្យបងប្អូនហើយមុខងារសំខាន់ចុងក្រោយដែលអ្នកនរគ្នាគួរតែដឹងនោះគឺតកតងជាមួយនឹងមុខងារចាក់សោ Messenger នឹងឯងគឺមានថាបងប្អូនអាចធ្វើការចាក់សោ Messenger របស់យើងទៅកុំឲ្យអ្នកណាផ្សេងកាន់ទូរស័ព្ទរបស់យើងហើយអាចចូលមើលឆាត Messenger របស់យើងបានអញ្ចឹងដើម្បីចាក់សោ Messenger បងប្អូនចុចកន្លែង menu នេះមកហើយបងប្អូនចុចកន្លែង setting ហើយបងប្អូនយកកន្លែងពាក្យថា privacy and safety រួចហើយបងប្អូនចុចលើពាក្យថា app lock អញ្ចឹងកន្លែងនេះគឺយើងបើកកន្លែង require face ID នេះមកបាទអញ្ចឹងកន្លែងនេះតើយើងចង់ឲ្យវាចាក់សោរយៈពេលប៉ុន្មាននាទីអាហ្នឹងបងប្អូនកំណត់តាមហ្នឹងទៅឧទាហរណ៍ថាខ្ញុំយកប៉ុន្មាននាទីបន្ទាប់ពីខ្ញុំ leaving ហើយខ្ញុំដាក់ប៉ុណ្្នឹងហើយខ្ញុំថយមកវិញជាការស្រេចអញ្ចឹងខ្ញុំសង្ឃឹមថាមុខងារទាំង8នេះវាគឺជាមុខងារដែលបងប្អូនមួយចំនួនក៏គាត់បានដឹងហើយមុខងារមួយចំនួនក៏បងប្អូនអត់បានដឹងហើយបើបងប្អូនអត់ទាន់ដឹងមុខងារណាមួយឬក៏បងប្អូនអត់ទាន់ច្បាស់ពីមុខងារណាមួយឬក៏ចង់បន្ថែមទៅមុខងារផ្សេងដែលល្អនៅក្នុង Messenger បងប្អូនអាចធ្វើការ comment នៅខាងក្រោមបានដូចគ្នាដែរហើយសម្រាប់វីដេអូនេះគឺខ្ញុំចង់ចែកម្លែកខ្លីៗប៉ុណ្ណឹងហើយបើសិនជាបងប្អូនបានមើលវីដេអូនេះដល់ចប់សូមបងប្អូនកុំភ្លេចជួយធ្វើការចែករំលែកក៏ដូចជាធ្វើការចុច like ចុច follow ក៏ដូចជានឹងធ្វើការ subscribe ដើម្បីទទួលបានវីដេអូថ្មីនិងល្អៗជាច្រើនពីខាងយើងខ្ញុំបន្ថែមទៀតសូមអរគុណ